ប្រសិនជាពុកម៉ែបងប្អូនអ្នកគ្នាចង់ស្វែងយល់ពីការប្រើប្រាស់កាមេរ៉ានិងប្រើប្រាស់ gimbal វីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាសួស្តីពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកណែនាំពីការប្រើប្រាស់កាមេរ៉ានិងប្រើប្រាស់ gimbal ឲ្យត្រូវគោលដៅហើយនឹងហេតុអ្វីបានជាយើងត្រូវប្រើប្រាស់ gimbal ជាមួយនឹងកាមេរ៉ាអូខេអញ្ចឹងចំណុចខ្ញុំចង់បកស្រាយទី1អ្នកទាំងអស់គ្នាដែលចាប់ផ្ដើមប្រើប្រាស់ឬក៏ចាប់ផ្ដើមចង់ក្លាយជា content creator ឬក៏ចង់ចាប់ផ្ដើមមានកាមេរ៉ាមួយសម្រាប់ផ្ទាល់ខ្លួនដើម្បីធ្វើ vlog ដើម្បីបង្កើតវីដេអូ content អីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាតែងតែមើលរំលងចំណុចដែលពេលដែលយើងមានយើងចង់ដើរកាន់ធ្វើ vlog ថតធៀបពិតវាអត់ដូចការគិតរបស់យើងឯងយើងអត់អាចប្រើកាមេរ៉ាមួយដើម្បីដើរកាន់ធ្វើ vlog ដើរថតអីបានវាប្រកាសជា stabilize អត់ល្អវាមានការញ័ររលាក់នៅក្នុងវីដេអូ footage របស់យើងអញ្ចឹងហើយបានជាយើងចាំបាច់ត្រូវមាន gimbal ចំណុចទី2 gimbal ប្រើប្រាស់នៅពេលណាប្រើប្រាស់នៅពេលដែលយើងចង់ធ្វើវីដេអូប្រភេទបែប slide ទៅតាម object របស់យើងឬក៏ slide left slide right ឬក៏ follow ទៅតាម object របស់យើងចាំបាច់ត្រូវប្រើប្រាស់ gimbal ដែលជាប្រភេទ footage ដែលវា movement ច្រើនវាដើរអញ្ចឹងវាធ្វើឲ្យវីដេអូរបស់យើងមាន stabilize ល្អដោយមិនមានការញ័រដែលធ្វើឲ្យវីដេអូយើងកាន់តែទាក់ទាញទី3ចំណុចចុងក្រោយបើសិនបើយើងប្រើប្រាស់កាមេរ៉ាដោយអត់មាន gimbal វាអាចប្រើប្រាស់បានដូចគ្នាគឺនៅពេលដែលយើង selfie ថតរូបទេសភាពថត B-roll ខ្លីៗដែលអត់មាន movement ច្រើនអញ្ចឹងយើងអត់ចាំបាច់ប្រើប្រាស់ gimbal ក៏យើងអាចផលិតវីដេអូបានដែរបើសិនជាចូលចិត្តសូមជួយចុច like follow និងឲ្យបេះដូងអរគុណបាយបាយ